សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងក៏មកកូរចាហួយពីម៉ូតផ្សេងគ្នាសម្រាប់ធ្វើជា topping ដាក់ពីលើភេសជ្ជៈគឺយើងធ្វើពីរបែបផ្សេងគ្នាអញ្ចឹងក្នុងវីដេអូនេះគឺមានរបៀបធ្វើពីរអញ្ចឹងកុំភ្លេចមើលដល់ចប់ណាបងប្អូនឥឡូវនេះទី1គឺយើងប្រើជាមួយនឹងម្សៅចាហួយស្វិតចំនួន1កញ្ចប់ជាមួយទឹកស្អាត1លីត្រនិងស្ករ50ក្រាមចាក់ទឹករបស់យើងដាំរួចហើយយើងក៏ចាប់ផ្ដើមចាក់ម្សៅចាហួយរបស់យើងចូលកូរចូលគ្នាឲ្យរលាយយើងមិនចាំរហូតដល់ទឹកពុះទេណាបងប្អូនយើងដាំទឹកភ្លាមចាក់ចូលភ្លាមទៅហើយនឹងចាក់ស្ករសចូលកូរចូលគ្នាហើយទុកវាឲ្យដល់ពុះបិទភ្លើងរួចហើយយើងក៏បន្ថែមជាមួយនឹងរសជាតិ brown sugar របស់យើងចំនួន100មីលីលីត្របងប្អូនចង់ចាក់រសជាតិអីដាក់រសជាតិហ្នឹងទៅតែថ្ងៃនេះនាងខ្ញុំធ្វើជាចាហួយ brown sugar អញ្ចឹងយើងត្រូវប្រើទឹក brown កូរចូលគ្នាឲ្យសព្វរួចហើយយើងក៏ចាប់ផ្ដើមចាក់លបាយចាហួយដែលយើងបានកូរហ្នឹងចាក់ចូលទៅហើយយើងមានកត្រងអញ្ចឹងមួយមកដើម្បីត្រង់ហើយដូចចាហួយរបស់យើងកូរទៅវាកកនៅនឹងបាតឆ្នាំងអីកុំឲ្យវាដោយចូលណាតមកតិចយើងក៏ដួសពពុះមកវាចេញទុកវាត្រជាក់រួចហើយយើងក៏យកវាមកឈូសអញ្ចឹងរបៀបធ្វើទី1នេះគឺយើងធ្វើជាចាហួយឈូសរសជាតិ brown sugar គឺថាឈ្ងុយក្លិនប្រោនមែនតើបងប្អូនឈ្ងុយដិតឆ្ងាញ់ហ្មងណាបងប្អូនអាចធ្វើតាមវិធីនេះបានណាអញ្ចឹងនេះគឺជាចាហួយ brown sugar ឈូសរបស់យើងបងប្អូនស្វិតទន់ឆ្ងាញ់ឥឡូវនេះចាហួយដែលនៅសល់ហ្នឹងយើងក៏យកវាមកច្នៃធ្វើជាចាហួយ brown sugar ទឹកដោះគោដោយយើងកាត់វាជាដុំទូចដូចក្នុងវីដេអូហ្នឹងណាបងប្អូនកាត់វាជាដុំទូចចឹងហើយយើងបរិយាយវាឲ្យពេញថាសរបស់យើងនឹងមករួចហើយយើងក៏ចាប់ផ្ដើមកូរចាហួយមួយទៀតដោយប្រើទឹក1លីត្រដូចគ្នាប្រើជាមួយនឹងម្សៅចាហួយស្វិតមកកញ្ចប់ដូចគ្នារួចហើយប្រើជាមួយនឹងស្ករសចំនួន50ក្រាមបន្តមកទៀតនៅពេលដែលទឹករបស់យើងក្តៅចាប់ផ្ដើមចាក់ម្សៅទឹកដោះគោចូលម្សៅទឹកដោះគោគឺប្រើចំនួន50ក្រាមណាបងប្អូនកន្លះខាំកូរចូលគ្នាឲ្យរលាយល្អរួចហើយបន្ថែមជាមួយនឹងទឹកដោះគោខាប់ជាតិផ្អែមហ្នឹងចន្លោះពី50ទៅ100មីលីលីត្រទៀតកូរចូលគ្នារហូតតាំងតែវាពុះបានហើយអត់ងាស់យូរទេរួចហើយយើងក៏យកវាមកចាក់ពីលើចាហួយ brown sugar របស់យើងមុននឹងមកចាក់ឲ្យពេញមកជាការស្រេចរួចហើយយើងទុកចោលប្រហែលជា2ម៉ោងកក់ឲ្យបងប្អូនប៉ុន្តែបើចង់ឲ្យកក់លឿនដាក់ក្លាសេនៅពេលដែលចាហួយរបស់យើងកក់យើងក៏យកវាមកកាត់ធ្វើជាចំណិតដុំតូចៗចឹងទៅអញ្ចឹងចាហួយនេះគឺរសជាតិទឹកដោះគោ brown sugar តែពណ៌សហ្នឹងគឺរសជាតិទឹកដោះគោហើយពណ៌ខ្មៅអុចហ្នឹងគឺរសជាតិ brown sugar អញ្ចឹងញ៉ាំចូលគ្នាទៅគឺឆ្ងាញ់មួយយ៉ាងបងប្អូនអាចសាកធ្វើបានឥឡូវនេះយើងក៏មកឆុងភេសជ្ជៈយើងទាំងអស់គ្នាដែលភេសជ្ជៈយើងនេះគឺ milk tea ទឹកដោះគោដែលយើងប្រើតែខ្មៅអប់យកធ្វើជា milk tea បងប្អូនចង់ដឹងពីរបៀបឆុងតែខ្មៅធ្វើ milk tea អាចចូលមើល link ក្នុង comment បានដោយសារតែវីដេអូហ្នឹងមានថតរូបជ័យចំពោះ topping ដាក់ជាមួយនឹងចាហួយស្វិតរសជាតិ brown sugar ឈូសជាមួយនឹងចាហួយទឹកដោះគោ brown sugar របស់យើងមកគឺថារសជាតិចូលគ្នាឆ្ងាញ់ណាបងប្អូនអញ្ចឹងបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំម្សៅចាហួយតែគុជអីហ្នឹងអាចតាក់ទងបានខាង page នេះណាអរគុណច្រើនបងប្អូនទាំងអស់គ្នា